ស្លឹកម្លូថ្នាំព្យាបាល1ក្លិនមាត់មិនល្អ2ក្លិនក្លៀកមិនល្អ3ឈឺភ្នែកព្រិលភ្នែកស្រវាំងភ្នែក4ចុកច្អល់ក្នុងពោះជំងឺក្រពះពោះវៀន5ឈឺក្បាលជង្គង់រ៉ាំរ៉ៃ6រមាស់ស្បែកទូទៅគ្រប់ប្រភេទរបៀបប្រើប្រាស់ព្រិលភ្នែកស្រវាំងភ្នែកនិងឈឺភ្នែកបងប្អូនគ្រាន់តែបេះស្លឹកម្លូឲ្យបានចំនួន4ស្លឹកលាងទឹកឲ្យស្អាតហើយយកទៅបុកឲ្យម៉ត់ដាក់លាយជាមួយនឹងទឹកធម្មតាយើងនឹងចំនួនបន្តិចកុំឲ្យខាប់ពេកហើយកុំឲ្យរាវពេកបន្ទាប់មកពូតច្រោះយកទៅទឹករបស់វាបងប្អូនយកមកលាបលើភ្នែករបស់បងប្អូនមួយថ្ងៃលាប2ដងព្រឹកម្ដងល្ងាចម្ដងបងប្អូនព្យាយាមលាបឲ្យបានរយៈពេល5ថ្ងៃទៅ1សប្តាហ៍បញ្ហាព្រិលភ្នែកស្រវាំងភ្នែកនិងឈឺភ្នែករបស់ពុកម៉ែបងប្អូននឹងចាប់ដើមជាម្ដងតិចហើយសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាមាត់មិនល្អពុកម៉ែបងប្អូនគ្រាន់តែបេះស្លឹកម្លូចំនួន2ស្លឹកលាងទឹកឲ្យស្អាតបៀកជាមួយនឹងកំបោរយកទៅទំពាក្នុងមាត់ឲ្យម៉ត់ទុកចោលរយៈពេល5នាទីចាំខ្ពុលមាត់ចេញមួយថ្ងៃធ្វើតែម្ដងពេលណាក៏បានបងប្អូនព្យាយាមធ្វើឲ្យបានរយៈពេល5ថ្ងៃទៅបញ្ហាក្លិនមាត់របស់បងប្អូនដែលថាมันល្អនោះចាប់ដើមវិលមករកក្លិនមាត់ល្អវិញហើយរបៀបប្រើប្រាស់ពុកម៉ែបងប្អូនដែលមានបញ្ហារមាស់សើស្បែកនិងក្លិនក្លៀកមិនល្អពុកម៉ែបងប្អូនគ្រាន់តែបេះស្លឹកម្លូចំនួន5ស្លឹកលាងទឹកឲ្យស្អាតហើយពុកម៉ែបងប្អូនបុកឲ្យម៉ត់ដាក់លាយជាមួយនឹងស្រាសបន្តិចកុំឲ្យខាប់ពេកហើយកុំឲ្យរាវពេកបន្ទាប់មកយកទៅលាបចំកន្លែងដែលបងប្អូនដែលមានក្លិនក្លៀកមិនល្អឬក៏មានបញ្ហារមាស់សើស្បែកនោះលាបនៅលើស្បែករបស់ពុកម៉ែបងប្អូនមួយថ្ងៃលាប2ទៅ3ដងបើមានពេលបងប្អូនព្យាយាមលាបឲ្យបានរយៈពេល5ថ្ងៃទៅ10ថ្ងៃបញ្ហារមាស់សើស្បែកឬក៏ក្លិនក្លៀកមិនល្អរបស់ពុកម៉ែបងប្អូននឹងចាប់ដើមបានធូរស្បែកម្ដងតិចហើយសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាឈឺក្បាលជង្គង់រ៉ាំរ៉ៃយកស្លឹកម្លូចំនួន5ស្លឹកដូចគ្នាលាយជាមួយស្រាសកុំឲ្យខាប់ពេកហើយកុំឲ្យរាវពេកបងប្អូនយកទៅលាបលើក្បាលជង្គង់របស់ពុកម៉ែបងប្អូនលាបបណ្ដាម៉ាស្សាបណ្ដាលាបមួយថ្ងៃម្ដងពេលណាក៏បានដែរព្យាយាមលាបឲ្យបានរយៈពេល5ថ្ងៃទៅ10ថ្ងៃបញ្ហាឈឺក្បាលជង្គង់របស់ពុកម៉ែបងប្អូននឹងចាប់ដើមបានជាសះស្បើយម្ដងតិចហើយសូមអរគុណសូមជម្រាបលា